rồi về đâyมีcôในบางคืนขโมยมาดองคือเนียงแต่ตีนตุลสาวរបស់เนียงយកមកមើលអញ្ចឹងណាហើយក៏ធ្វើដូចជាមិនឃើញពួកគេពីព្រោះនាងដឹងថាបើសិនជាពួកប្រឡងខ្មោចទាំងអស់ហ្នឹងវាដឹងថានាងមើលឃើញណាគឺប្រកាសជាតោងទៀងនាងមិនឡែងនោះឡើយតែក៏មើលមុខអ្នកគេប្រឡងធ្វើអត់ខ្វល់ចានិយាយពីថាហូរទឹកភ្នែកចាភ័យខ្លាំងមែនតើប៉ុន្តែអត់រៀបធ្វើថាមើលឃើញនោះទេយ៉ាងណាក៏ដោយនៅថ្ងៃមួយនាងក៏សាប់តែបានមកសុំការណែនាំពីសាច់ច្បងអញ្ចឹងណាហើយក៏វិធានសារភាពប្រាប់គាត់តែម្ដងថានាងគឺពិតជាអាចមើលឃើញខ្មោចមែននេះក៏ដោយសារតែប្រហែលថ្ងៃមុនមិនចេះស្និទ្ធរបស់នាងគឺត្រូវបានប្រឡងវិញ្ញាណពណ៌ខ្មៅងងឹតមួយបានមកតោងជាប់អីអញ្ចឹងណាដែលធ្វើឲ្យនាងក៏បានធ្លាក់ខ្លួនជួយទម្ងន់តែម្ដងថែមទាំងត្រូវដេកសម្រាលនៅឯមន្ទីរពេទ្យថែមទៀតផងហើយដោយដឹងថាសិស្សច្បងសែនរបស់នាងហ្នឹងគឺចាស់អាខាងប្រក្រាបខ្មោចពេកហ្នឹងអញ្ចឹងណាមីក៏នាងក៏បានសុំឲ្យគាត់ជួយនាងផងអញ្ចឹងទៅបើនិយាយទៅគឺជួយមិត្តជិតស្និទ្ធរបស់នាងហ្នឹងឯងហើយសិស្សច្បងសែនហ្នឹងគាត់ក៏បានយកផងដែរគាត់ក៏បានដឹងដូចគ្នាថាព្រលឹងវិញ្ញាណខ្មៅងងឹតហ្នឹងគឺដំបូងគឺពួកគេបានឃើញមកតោងជាប់លោកគ្រូជំនួសនឹងមុនគេអញ្ចឹងណាដូច្នេះហើយពួកគេក៏បានចាប់ផ្ដើមធ្វើការអង្កេតទៅមើលលើលោកគ្រូនឹងមុនគេប៉ុន្តែអីដែលចំណុចចិត្តនោះគឺថានៅពេលដែលសិស្សច្បងសែនហ្នឹងគាត់បានបិទភ្នែករបស់គាត់ឲ្យដើម្បីស្ទាបស្ទង់ពីព្រលឹងក៏ដូចជាលោកគ្រូនឹងអីអញ្ចឹងណាហើយនៅពេលហ្នឹងគឺនាងពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែព្រលឹងខ្មៅពណ៌ខ្មៅហ្នឹងគឺមិនមែនជាខ្មៅធម្មតានោះទេតែវាគឺប្រៀបដូចជាព្រលឹងដែលមានជីវិតមួយអញ្ចឹងតោះមកសិស្សច្បងសែនហ្នឹងក៏បានរបៀបថាទាយអញ្ចឹងណាដែលគាត់ទាយថារូបរាងដើមរបស់វិញ្ញាណហ្នឹងប្រហែលជាមនុស្សស្រីដែលត្រូវបានលោកគ្រូនឹងធ្វើឲ្យខូចចិត្តអីអញ្ចឹងហើយដោយសារតែភាពចំណែននិងខឹងស្អប់ហើយគេក៏បានក្លាយទៅជាព្រលឹងដែលមានជីវិតហើយក៏នៅក្បែរខ្លួនគាត់រហូតតែម្ដងហើយអ្នកណាក៏ដោយឲ្យតែមកស្និទ្ធស្នាលជាមួយនឹងលោកគ្រូហ្នឹងគឺនឹងត្រូវវិញ្ញាណហ្នឹងតាមធ្វើបាបដល់ទីបញ្ចប់តែម្ដងបន្ទាប់មកសិស្សច្បងសែនហ្នឹងគាត់ក៏បានយកយ័ន្តមួយចេញមកអញ្ចឹងណាហើយក៏ប្រាប់ឲ្យមីកូហ្នឹងរកវិធីយ៉ាងណាធ្វើយកអាយ័ន្តហ្នឹងគឺទៅបិទនៅលើលោកគ្រូហ្នឹងឲ្យបានដើម្បីដេញព្រលឹងហ្នឹងចេញអីអញ្ចឹងទៅហើយមើលមីកូរបស់យើងធ្វើជាដើរទៅបុកប៉ះអីណានេះតាមពិតទៅគឺនាងប្រឡំបិទអាយ័ន្តហ្នឹងនោះទេប៉ុន្តែគឺថាមានយ័ន្តប៉ុណ្ហើយក៏ព្រលឹងហ្នឹងមើលទៅដូចជាអត់មាន reaction អីទាំងអស់ធម្មតាហើយនៅពេលយប់មួយហ្នឹងមីកូនាងក៏បានទេទៅម្ដាយមិត្តជិតស្និទ្ធរបស់នាងអញ្ចឹងណាដើម្បីសួរនាំអំពីអាការៈក៏ដូចជាស្ថានភាពរបស់មិត្តនាងអញ្ចឹងទៅថាឥឡូវនេះគេមិនហើយដែលដេកនៅទីពេទ្យហ្នឹង